សម្រាប់អង្គជា QE ក្រុមហ៊ុនរបស់អ្នកអង្គការគូចមេនលីខ្ញុំយល់ថាតម្លៃដែលជួញដូរនៅក្នុងថ្ងៃនេះគឺជាតម្លៃមួយដែលល្អមានអ្នកហ៊ានទិញរហូតដល់2170រៀលចំនួន13000ហ៊ុនអញ្ចឹងបើសិនជាអ្នកមានហ៊ុនច្រើនអ្វីដែលខ្ញុំយល់ជាយោបល់ផ្ទាល់ខ្លួនជាការយល់ឃើញផ្ទាល់ខ្លួនតម្លៃនេះគឺយើងអាចលក់បានព្រោះហ៊ុននេះបើសិនជារំពឹងទៅក្រោយការចែកភាគលាភវាអាចនឹងធ្លាក់ទៅច្រើនដូច្នេះហើយតម្លៃ10000ដែលអ្នកទិញ13175រៀលនេះនៅក្នុងតម្លៃ2170ខ្ញុំនៅតែយល់ថាតម្លៃនេះជាតម្លៃដែលអាចលក់ទៅឱកាសត្រូវមានច្រើននេះគ្រាន់ជាយោបល់ផ្ទាល់ខ្លួនការយល់ឃើញផ្ទាល់ខ្លួនតែខ្ញុំមិនមានហ៊ុននេះទេតែជាទូទៅក៏មិនប្រកាសថាអ្វីដែលខ្ញុំនិយាយនេះត្រូវដែរអញ្ចឹងអាស្រ័យលើអ្នកទាំងអស់គ្នាគិតថាតើចង់រក្សាទុកឬក៏ចង់លក់ទៅលើហ៊ុនហ្នឹងយើងមើលប្រវត្តិនៃការជួញដូរក្នុងថ្ងៃនេះ2170ហ្នឹងគឺជាតម្លៃដែលទាប2180ជាតម្លៃដែលខ្ពស់មកទល់ស្មើនេះប៉ុន្តែការជួញដូរភាគច្រើននៅ2170 2180នេះអត់សូវមានទេនិងមួយទៀតភាគហ៊ុននេះក៏មានអ្នកទិញបានច្រើនដែរនៅរង្វង់2000រៀលដូច្នេះហើយការដែលលក់នៅក្នុងតម្លៃ2170នេះទោះបីមិនប្រកាសថាត្រូវប៉ុន្តែយើងប្រកាសថាយើងនឹងចំណេញបើសិនជាអ្នកដែលគាត់ទិញនៅក្រោម2100អញ្ចឹងគាត់នឹងប្រកាសថាគាត់ទទួលបានចំណេញហើយបើគាត់ຕົកគាត់អាចនឹងខាតឬក៏ចំណេញកាន់តែច្រើនយើងមកមើលក្រាបវិញក្រាបរបស់ MJQE បាទអញ្ចឹងតម្លៃរបស់វានេះដំបូងតា2040រៀលទេបាទអញ្ចឹងវាបានឡើងរហូតមកដល់ឥឡូវ2170អញ្ចឹងភាគហ៊ុននេះឡើងលើស 5% អញ្ចឹងអាចថាចំណេញសម្រាប់អ្នកដែលគាត់កាន់មានច្រើនសម្រាប់អ្នកដែលគាត់គិតមើលថានៅក្នុងតម្លៃ2000ក្រោម2080រៀលនេះមានទំហំជួញដូរខ្ពស់បាទអញ្ចឹងហើយយើងពិបាកគិតថាតើហ៊ុននេះអាចឡើងដល់ណាទៀតទោះបីវាអាចថាឡើងដល់2200ប៉ុន្តែហានិភ័យក៏កាន់តែខ្ពស់ដែរគាត់ថានេះជាការយល់ឃើញផ្ទាល់ខ្លួនសម្រាប់អ្នកដែលកាន់ហ៊ុននិងសម្រាប់អ្នកដែលគាត់មានហ៊ុនវិនិយោគិនចាស់ហើយអ្នកខ្លះទៀតក៏គាត់ចង់ជួញដូរបន្ថែមដែរតែយើងមកមើលការលក់នៅតម្លៃ2220នេះជាង20000ហ៊ុនបាទ10000ហ៊ុននៅ2210និង2200នោះ18000ហ៊ុនបន្ទាប់មក8000 9000ហ៊ុនអញ្ចឹងគ្រាន់តែអ្នកលក់នៅនេះមានចន្លោះប្រហែលជា6 70000ហ៊ុនណានៅខាង5ជួរខាងលើនេះហើយខាងក្រោមវិញអ្នកទិញមានតែប្រហែលជាអារ៉ោនជាមិនដល់20000ហ៊ុនទេពី2130ដល់2170ឬក៏អ្នកទិញទាំងអស់មកមានតែ30000ហ៊ុនទេតែអ្នកលក់ទាំងអស់មានដល់140,000ហ៊ុននេះគឺយើងឃើញថាអ្នកលក់មានទំនោរខ្លាំងជាងអញ្ចឹង2170និង2160ឬក៏2150នេះអ្វីដែលខ្ញុំយល់ជាតម្លៃដែលអាចលក់បានតែយ៉ាងណាជាការសម្រេចចិត្តរបស់បងប្អូនទាំងអស់គ្នាដោយសារតែភាគហ៊ុនវាតែងតែឡើងចុះវាអត់ទៀងទេវាអាចខុសអាចត្រូវអញ្ចឹងការយល់ឃើញរបស់ម្នាក់ហ្នឹងគឺអត់ដូចគ្នាទេបាទអរគុណច្រើនសូមជម្រាបលា